បាទសួស្តីប្រិយមិត្តទាំងអស់គ្នាជួបខ្ញុំនៅវីដេអូទី5ហើយនៅពេលនេះខ្ញុំចង់ចែករំលែកទាក់ទងទៅនឹងអត្ថប្រយោជន៍ទាក់ទងនឹង sick leave ឬក៏ medical benefit តើអត្ថប្រយោជន៍នៃការដែលទៅព្យាបាលយ៉ាងម៉េចទៅពេលដែលយើងឈឺតើយើងទទួលបាននៅប្រាក់អត់ហើយយើងនឹងចូលទៅសិក្សាទាំងអស់គ្នាបាទឥឡូវនេះខ្ញុំសូមបង្ហាញ slide របស់ខ្ញុំការជប់សម្រាកដោយសារជំងឺឬក៏អត្ថប្រយោជន៍វិទ្យាសាស្ត្របើភាសាអង់គ្លេសហៅ sick leave ឬក៏ medical benefit អញ្ចឹងគេសំណួរសួរថាឈឺតើយើងទទួលបានប្រាក់អត់ហើយការទទួលបានប្រាក់របស់យើងនឹងតើវាត្រឹមត្រូវអត់គេហៅថា sick but no pay ហើយបើយើងឈឺនយោជកគេមិនផ្ដល់ឲ្យតើវាត្រឹមត្រូវអត់អញ្ចឹងយើងចូលទៅសិក្សាទាំងអស់គ្នាអញ្ចឹងអត្ថប្រយោជន៍ជប់សម្រាកដោយសារជំងឺឬក៏ sick leave benefit អញ្ចឹងប្រាក់ជប់សម្រាកដោយសារជំងឺអញ្ចឹងបើសិនជាយើងឈឺក្នុងខែទី1យើងទទួលបាន 100% ហើយបើសិនជាយើងឈឺក្នុងខែទី2យើងទទួលបាន 60% អញ្ចឹងនៅក្នុងខែទី3យើងឈឺយើងបាន 40% នៃប្រាក់មានន័យថាបើសិនជាយើងប្រាក់ខែយើងបើកដំបូងយើងបើកបើយើងឈឺយើងធ្វើការធម្មតាបាន 100% អញ្ចឹងបើសិនជាយើងឈឺចាប់ពី1ខែយើងបាន 100% ប៉ុន្តែបើយើងឈឺចាប់ពី12ខែលើសពី1ខែ12ខែយើងទទួលបានតែ 60% ទេអញ្ចឹងបើយើងឈឺពី3ខែទៅគឺយើងបាន 40% នៃប្រាក់ពេញរបស់យើងអញ្ចឹងបើសិនជាយើងចាប់ពី4ខែទៅគឺយើងមិនទទួលបានទេអញ្ចឹងណាហើយមួយទៀតវាអាស្រ័យទៅលើស្ថាប័នខ្លះគាត់មានគោលការណ៍របស់សហគ្រាសរបស់គេឬក៏ក្រុមហ៊ុនរបស់គេអញ្ចឹងឯកសារតម្រូវអញ្ចឹងមិនយើងឈឺជាតែប្រាប់សហគ្រាសឬក៏ក្រុមហ៊ុនថាយើងឈឺតែយើងអត់មានឯកសារឈឺក៏គេមិនអាចឬក៏ច្បាប់ក៏មិនអនុញ្ញាតឲ្យដែរអញ្ចឹងបើឈឺយូរឬក៏នយោជកត្រូវផ្ដល់ភស្តុតាងពីពេទ្យមានន័យថាវិទ្យាសាស្ត្ររបស់ពេទ្យឬក៏ឯកសារដែលយើងឈឺណាហើយមួយទៀតតកតងទៅនឹងការការពារការងារឬក៏អនុវត្តថា job protection ឬអ្វីដែលយើងត្រូវដឹងណាมันអាចបើនយោជកគាត់មិនអាចចេះតែអ្នកណាគេឈឺគឺគាត់បញ្ឈប់គេចេញពីធ្វើការបានទេអញ្ចឹងมันអាចបញ្ឈប់ការងារតាមចិត្តពេលអ្នកឈឺបើយើងនិយាយថាជាមែននៅក្នុងន័យនេះខ្ញុំចង់បញ្ជាក់ថាបើយើងឈឺឈប់តាមចិត្តរបស់យើងទេច្បាប់គេការពារនយោជិតរយៈពេល6ខែនៅពេលដែលយើងឈឺអញ្ចឹងអ្វីដែលយើងត្រូវធ្វើទី1បើមានប្រកាន់វិក័យប័ត្ររបស់ពេទ្យឬក៏ហៅថា medical receipt អីចឹងណាដែលបង្ហាញថាយើងឈឺអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូនេះមានអត្ថប្រយោជន៍សម្រាប់ប្រិយមិត្តទាំងអស់គ្នាអាចបើប្រិយមិត្តគិតថាវីដេអូនេះមានប្រយោជន៍អញ្ចឹងប្រិយមិត្តសូមចូលទៅ subscribe ហើយដើម្បីទទួលបានវីដេអូថ្មីហើយគិតថា topic នឹងវាល្អបងប្អូនអាចចូលទៅស្ដាប់ហើយមួយទៀតបើសិនជាបងប្អូនគិតថាបងប្អូនមានចំណេះដឹងជួយយើងអាចចែករំលែកទាំងអស់គ្នាដើម្បីទទួលបានចំណេះដឹងទាំងអស់គ្នាហើយខ្ញុំក៏មាននៅក្នុងការដែលយោងហើយនៅក្នុងច្បាប់នេះបងប្អូនអាចចូលទៅអានទៅហើយមាននៅ link website ខាងក្រោមដែលគេបញ្ចូលអំពីអត្ថប្រយោជន៍ផ្សេងៗអញ្ចឹងសម្រាប់ខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ